វាបិខ្លាំងផ្ញើទៅមនុស្សសំខាន់ម្នាក់មានវ័យចំណាស់ខ្លួនកាន់តែចាស់សំដីកាយតែចិត្តតែជេគាត់គឺជាមនុស្សដ៏ពិសេសតែម្នាក់គឺ grandma មានរឿងច្រើនណាស់ដែលចង់លើកមករំលាយនៅថ្ងៃដែលខ្ញុំបានកើតតែភ្នែកយាយបានងងើទោះបីមើលមិនឃើញចាក៏នៅតែសប្បាយចាមិនទាន់នឹងដឹងក្តីយាយក៏លែងបាននៅចា Grandma trời xuống tông đài trời thuộc thơ không Grandma trời xuống tông đài mình bàn tập non son Grandma tại lên to tua công hô rộp mình Grandma Grandma trời xuống tông đài trời thuộc thơ không Grandma trời xuống tông đài mình bàn tập non son Grandma tại lên to tua công hô rộp mìnhនៅពីតូចខ្ញុំក្បាលខូចខ្ញុំខូចសង្គ្រោះព្រឺយាយក៏តែងតែប្រាប់ធ្វើជាមនុស្សល្អគឺមិនបកអរដល់ម៉ោងហូបបាយអណូឲ្យមកណែឲ្យលឿនហើយតែឯងមកផងថ្ងៃនេះយាយធ្វើស្លម្ជូរគ្រឿងទោះបីខ្ញុំស្លាប់ក៏នៅតែត្រង់ត្រាប់ហើយនៅតែប្រព្រឹត្តតាមមិនដាំនិយាយប្រាប់ត្រូវធ្វើមនុស្សល្អទូក្រក៏មិនស្លាប់ពីពេកតែមានតម្លៃជប់ខួរដោយគេដាំថ្ងៃនេះខ្ញុំចាំមិនសូវមានន័យញ៉ាំយាយថាចៅញ៉ាំជួយយាយមិនឃ្លានទេតែធានប៉ុនក្នុងចិត្តក៏ដល់នឹងខ្លាចចៅស្រ័យឃ្លានតែរៀនមិនទាន់គេចាំមិនដែលភ្លេចទោះបីជានៅក្មេងយាយធ្លាប់មើលថែថ្នាក់ថ្នមបលែងលេងអង្គុយវាយមុខតែគូដូចខ្ញុំដេកគ្មានពេលឲ្យខ្លួនឯងសំបីលំដែតភ្នែកមិនបានពុនបានយាយក៏ចែកឋានតែខ្ញុំមិនទាន់ដឹងថាស្លាប់នឹងជាអីឃើញទុំសបែសអង្គុយយំខ្ញុំសួរម៉ាក់ថាគេជុំនេះធ្វើអីឲ្យយាយជីដូនធ្លាប់លៀងអញច្បាច់នងទោះបីយាយឈឺយាយឃ្លានមិនដែលទាំងហ៊ាននឹងមកកងមានលុយទិញទូចឲ្យចៅកុំប្រាំអ្នកណាថាយាយឲ្យសល់តែរូបថតឲ្យកូនចៅចងចាំជាអនុស្សាវរីយ៍ចុងក្រោយនឹងយាយពេលចៅនួនយំឃើញណាប់ទាំងគេជួមមកពេញដោយសេចក្តីសុខដោយគ្រួសារយើងពីមុនចៅចង់បួននឹងមុងភ្លើងក្រាបសំពះដល់បាត់ជើងលុបលៀងបាល់ទៅចៅធ្លាប់ធ្វើឲ្យយាយហត់ចិត្តចេះសុំខមាតោកូនសំពះពីចង់ងាយដែលរូបក៏បានចេញឆ្ងាយមិនបាននៅប្រថែកាយ Hope you doing alright កូនខ្ញុំនៅផ្ទះយើងសំទោដែលកូននេះប្រហែលចេញពីផ្ទះមកធ្វើការព្រមពេញព្រោះតែចង់យកជ័យវល់ជប់ផ្ទះយើងនឹងរឿងពីគ្មានងើបពីដំណេកជាតាជជែកលែងមិនស្ងាត់ដូចពេលនេះយាយរੂច្រើនស្ទើរមើលមិនខ្លាចសាមដូចយំនឹងភ្លេចហាមព្រោះចៅម្នាក់នេះរីកាយរលីបានដូចជាប្រត់ខ្ចាំតែស្រាំញញឹមកប់ជ្រៅក្នុងបេះដូងហើយរូបព្រាមដែលជាប់នឹងកែវភ្នែករាប់ឆ្នាំរាប់ខែក៏នៅមិនសាបសូន្យចៅថាយាយចូលមើលពីខាងលើតែចៅមើលមិនឃើញតែលោកយាយអាចមើលឃើញចៅយ៉ាងច្បាស់ចៅព្រឹកព្រោះគ្រួសារយើងមិនឲ្យគេមើលងាយតកូលហ៊ានកាត់ក្បាលធានាមកបដូរសូមងាប់ចៅខ្មោចក៏មិនឲ្យគេដៀលគ្រួសារប៉ុនចុងកញ្ចក់ចៅសុំតងដែលចៅធ្លាប់ធ្វើខុស Grandma ចៅសុំតងដែលមិនបានតបស្នងសង Grandma តែលើងតទួកុំហៅរាប់មិនអ Grandma ចៅសុំតងដែលរូបចៅធ្លាប់ធ្វើខុស Grandma ចៅសុំតង